សំណួរមួយទៀតជាប្អូនស្រីឬក៏បងស្រីទេមើលមិនសូវច្បាស់តើការកើតឬដងបាតឲ្យតែកើតឬដងបាតត្រូវតែព្យាបាលឬក៏មួយយើងមានវិធីអីសម្រាប់ការពារវាឬក៏ថែរក្សាវាបានដែរឬទេខ្ញុំកណាសូមក្រាបថ្វាយបង្គំព្រះថេរានិងថេរៈគ្រប់អង្គនិងជំរាបសួរអាដាមលោកជំទាវលោកស្រីនាងកញ្ញាឬដងបាតវាមានច្រើនកម្រិតវាមាន1មាន2មាន3មាន4អញ្ចឹងណាតែរាល់ការឬដងបាតមិនមែនថាគ្មានផ្នែកវិទ្យាសាស្ត្រមិនមែនថាកើតឬដងបាតហើយត្រូវតែព្យាបាលទេអត់ទេព្រោះវានៅក្នុងកម្រិត1កម្រិត2នេះនៅក្នុងកម្រិត1កម្រិត2នេះណាបើសិនជាវាអត់មាន complicate បានន័យថាវាអត់មានទៅជាលក្ខណៈស្មុគស្មាញដូចជាហូរឈាមខ្លាំងលាកហូរឈាមអញ្ចឹងណាវាមានដបៅវាមានអីចឹងទៅវាមានត្រុំបូវាមានការបង្ករោគអីនៅកន្លែងគូតហ្នឹងណាវាអត់បាច់ព្យាបាលវាក៏បានដែរយើងព្យាយាមធ្វើម៉េចញ៉ាំចំណីអាហារកាបស័យអីធ្វើម៉េចឲ្យតែស្រួលបត់ជើងទៅបានណាជួយថែរក្សាវាអាចអាសាលាងទៅក្តៅសម្អាតវាអញ្ចឹងណាហ្នឹងហើយការពារវាចឹងទៅចំណីអាហារដូចខាត់កុំឲ្យវារឹងក្តៀនអីចឹងទៅតែរឹងក្តៀនវាមានបញ្ហាឬដងបាត់នៅក្នុងកម្រិត1កម្រិត2បើសិនជាយើងក្តៀនញឹកវានឹងវិវត្តទៅ3វាវិវត្តទៅ4ហើយយើងត្រូវការពារវាចឹងចំណីអាហារហ្នឹងញ៉ាំឲ្យស្រួលបត់ជើងមកមានកាកសរសៃបន្លែផ្លែឈើអីហ្នឹងហាត់ប្រាណខ្លះញ៉ាំជាតិទឹកឲ្យបានគ្រប់គ្រាន់ចឹងមកវានឹងអាចស្រួលបត់ជើងហើយចឹងណាគេមិនកំណត់ថាឬដងបាត់ហ្នឹងវាតែត្រូវតែព្យាបាលចាក់ចងឬក៏វះកាត់ទេអត់ទេមិនកំណត់ចឹងទេបើសិនជាវាធ្លាក់ឈាមវាមានការបង្ករោគអីនៅហ្នឹងបានគេត្រូវការព្យាបាលក្នុងកម្រិត1កម្រិត2ហ្នឹងណាបើកម្រិត3កម្រិត4គេច្រើនកម្រិត3វាលៀនចេញក្រៅយើងតរុកដៃចូលរុញជួយរុញវាទៅបានវាចូលបើកម្រិត4វានៅខាងក្រៅរហូតអាហ្នឹងគេត្រូវការវះកាត់ឬក៏ចងវាទៅតាមបែបវិទ្យាសាស្ត្រណាអត់មានបញ្ហាអីក្រៅពីធ្វើអាហ្នឹងទេបើយើងក៏អនាម័យក៏បានដែរប៉ុន្តែថាយើងវានៅខ្លាក់នៅកន្លែងហ្នឹងម្ដុំពិបាកថែសារពិបាកអនាម័យសពបែបយ៉ាងណាតែជាធម្មតាគេត្រូវវះកាត់គេត្រូវចងត្រូវអីតែវាចេញហើយបើសិនជាវានៅក្នុងកម្រិតធ្ងន់បាទតែចម្លើយឆ្លើយងាយ